ខាងក្រោមនេះគឺជាឯកសារដែលធនាគារត្រូវការនៅពេលបងប្អូនចង់ស្នើសុំកម្ចីទិញផ្ទះនៅអាមេរិកជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះម៉ារីណាជា Loan Officer នៅសហរដ្ឋអាមេរិកថ្ងៃនេះនាងខ្ញុំចង់ចែករំលែកថាតើយើងត្រូវការឯកសារអ្វីខ្លះដើម្បីស្នើសុំកម្ចីទិញផ្ទះនៅអាមេរិកជាទូទៅដើម្បីស្នើសុំកម្ចីទិញផ្ទះនៅអាមេរិកធនាគារនឹងពិនិត្យមើលទៅលើឯកសារមួយចំនួនដើម្បីវាយតម្លៃស្ថានភាពហិរញ្ញវត្ថុនិងលទ្ធភាពសងបំណុលរបស់អ្នកដែលមានបំណងចង់ខ្ចីលុយទិញផ្ទះហើយឯកសារនីមួយៗខុសគ្នាទៅតាមធនាគារហើយនឹងប្រភេទប្រាក់កម្ចីតែជាទូទៅឯកសារទាំងនោះមានដូចជាសម្រាប់ business owner ឬ self employed ធនាគារត្រូវការតាក់ return រយៈពេល2ឆ្នាំចុងក្រោយ ID Social Security Number និង bank statement 2ខែចុងក្រោយសម្រាប់អ្នកដែលធ្វើការជា W2 ធនាគារត្រូវការ W2 2ឆ្នាំចុងក្រោយ ID Social Security Number Pay stub រយៈពេល30ថ្ងៃចុងក្រោយនិង bank statement រយៈពេល2ខែ